ធ្មត់ដើម្បីឲ្យសត្រូវធ្វើខុសអត់ធ្មត់មិនមែនខ្សោយនោះទេសុនអ៊ូនិយាយថាការអត់ធ្មត់នឹងពេលវេលាគឺជាអាវុធហើយអ្នកចេះរងចាំពេលដែលត្រឹមត្រូវអាចបាញ់តែម្ដងគឺត្រូវចំគោលដៅតែម្ដងចាហើយបងប្អូនដឹងមិនទេការអត់ធ្មត់ណាគឺមិនមែនជាការរងចាំដោយទទេនោះទេបងប្អូនប៉ុន្តែគឺជាការរៀបចំជ័យជំនះនៅក្នុងភាពស្ងប់ស្ងាត់បំផុតក្នុងពេលឥឡូវនេះយើងអាចធ្វើអីបានទេបងប្អូនចាក្រៅពីការអត់ធ្មត់អញ្ចឹងសូមបងប្អូនទាំងអស់គ្នាដឹងថាយើងត្រូវតែអត់ធ្មត់រហូតដល់សត្រូវនឹងអស់ការអត់ធ្មត់ដោយខ្លួនឯងចាធ្វើមិនក៏ដោយឲ្យតែវានឹងអស់ការអត់ធ្មត់ដោយខ្លួនឯងអានឹងគឺជាល្បែងនយោបាយមួយប្រើការអត់ធ្មត់ដើម្បីឲ្យសត្រូវនឹងធ្វើខុសពីព្រោះថាកំហឹងហើយនឹងការបញ្ញត្តិនឹងគឺជាចំណុចខ្សោយចាហើយអ្នកអត់ធ្មត់នឹងអ្នកឃើញកំហុសសត្រូវច្បាស់សត្រូវដែលបញ្ញត្តិគឺងាយចាញ់បំផុតបើសិនជាយើងនិយាយនៅក្នុងន័យទូលំទូលាយដើម្បីឲ្យបងប្អូនស្រួលយល់ហ្មងណាការអត់ធ្មត់នឹងមិនមែនចាញ់ឬមួយក៏ខ្លាចទេបងប្អូនប៉ុន្តែការអត់ធ្មត់នឹងស្មើនឹងការគ្រប់គ្រងស្ថានភាពបានចាដល់ពេលចឹងទៅអ្វីទាំងអស់វាស្ថិតនៅក្នុងកណ្ដាប់ដៃយើងនឹងឯងបងប្អូនហើយមែនតើទៅតាំងពីក្នុងសង្គ្រាមលើកទី1រហូតមកដល់សង្គ្រាមលើកទី2នេះការអត់ធ្មត់របស់ជនជាតិខ្មែរយើងនឹងថ្នាក់ដឹកនាំរបស់យើងក៏ដូចជាកងទ័ពហើយនឹងប្រជាពលរដ្ឋប្រជាជនឡើងដល់កម្រិតមួយដែលខ្ពស់ជាទីបំផុតហើយបងប្អូនគឺសូម្បីតែក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមក៏គ្មានដែរអត់មានទេបងប្អូនអាចសាកតែឆែកមើលបានចាការអត់ធ្មត់របស់យើងទាំងជនជាតិខ្មែរទាំងថ្នាក់ដឹកនាំទាំងកងទ័ពប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសចាគឺអត់ធ្មត់ដល់កម្រិតមួយដែលខ្ពស់បំផុតហើយបងប្អូននៅក្នុងប្រវត្តិសាស្ត្រគ្មានទេនៅក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមណាបងប្អូនអាចសាកមើលបានគឺអត់មានទេបងប្អូនព្រោះតែហេតុផលមួយចំនួនដូចជាចំណុចទី1ការអត់ធ្មត់បិទព្រំដែននាំពលករត្រូវត្រឡប់មកដល់ស្រុកវិញបិទប្រេងសាំងបិទអគ្គិសនីបិទផលិតផលបិទអ៊ីនធឺណិតនិងបិទអ្វីផ្សេងបង្កើតជាសម្លេងមួយដ៏អស្ចារ្យគឺបានធ្វើឲ្យខ្មែរនឹងខំតស៊ូមានឯករាជ្យដោយខ្លួនឯងស៊ូលើកសេដ្ឋកិច្ចគាំទ្រផលិតផលខ្លួនឯងថែមទាំងពាក់ឯកាបិទសេដ្ឋកិច្ចរបស់គេឲ្យដួលជាច្រើនកន្លែងថែមទៀតផងចំណុចទី2ការអត់ធ្មត់បង្កើតកងទ័ពទេវតាដើម្បីខំតស៊ូការពារជាតិមាតុភូមិបង្កើតជាកម្លាំងច្បាំងដែលគ្មានកម្លាំងណាអាចទប់ទល់ជាប់ចាស្របពេលដែលបានឃើញណាពីការឈឺចាប់ក៏ដូចជាពីទស្សនវិជ្ជារបស់ប្រជាពលរដ្ឋប្រជាជននៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យធ្វើឲ្យសត្រូវនឹងគឺត្រូវសងនៅអ្វីដែលបានធ្វើមកលើខ្មែរយើងក៏ដូចជាប្រជាជនយើងទាំងអស់គ្នាមិនមែនត្រឹមតែកាន់កំភ្លើងនោះទេគឺកាន់ចិត្តធំតែម្ដងចំណុចទី3ពាក់ព័ន្ធនឹងការអត់ធ្មត់បែបយុទ្ធសាស្ត្រត្រូវតែប្រើប្រាស់ពេលណាបងប្អូនណាយើងទាំងអស់គ្នាត្រូវតែប្រើប្រាស់ពេលចាប់កំហុសសត្រូវគឺដូចជានៅក្នុងពេលមុនអញ្ចឹងដែលយើងទាំងអស់គ្នានេះបាននាំគ្នាប្រមូលក៏ដូចជាបង្ហាញទៅកាន់អន្តរជាតិអញ្ចឹងលើកនេះក៏ដូចគ្នាលើកនេះម្ដងទៀតណាបងប្អូនគេបានសន្យាថាដោះលែងកងទ័ពយើង18នាក់មកវិញប៉ុន្តែបើសិនជាគេមិនបានដោះលែងមកវិញទេគឺគេត្រូវតែបញ្ជាក់ប្រាប់ទៅកាន់អន្តរជាតិហើយនឹងចិនថាគេអត់បានខ្លាចនរណាម្នាក់ទេអញ្ចឹងដូច្នេះហើយខាងអន្តរជាតិហើយនឹងចិនជាដើមគឺគេកំពុងតែគិតថាខាងនោះគេធ្វើខុសហើយបងប្អូនអញ្ចឹងសូមបងប្អូនទាំងអស់គ្នាដឹងថាការអត់ធ្មត់មួយនេះគឺដើម្បីឲ្យសត្រូវធ្វើខុសមិនមែនអត់ធ្មត់ព្រោះតែយើងខ្សោយឬមួយក៏អត់ធ្មត់មិនមែនខ្សោយទេណាបងប្អូនចាហើយការអត់ធ្មត់មួយនេះមិនមែនគឺជាការរងចាំដោយទទេទេប៉ុន្តែគឺជាការរៀបចំជ័យជំនះនៅក្នុងស្ថានភាពស្ងប់ស្ងាត់បំផុតល្បែងនយោបាយមួយបងប្អូនគេត្រូវតែប្រើប្រាស់អាការអត់ធ្មត់នឹងដើម្បីឲ្យសត្រូវធ្វើខុសចាឲ្យសត្រូវធ្វើខុសពីព្រោះថាកំហឹងហើយការបញ្ញត្តិនឹងគឺជាចំណុចខ្សោយត្រូវតែអត់ធ្មត់រហូតដល់សត្រូវនឹងវាអស់ការអត់ធ្មត់ដោយខ្លួនឯងបងប្អូនហើយបងប្អូនត្រូវដឹងថាការអត់ធ្មត់មួយមិនមែនចាញ់ឬមួយក៏ខ្លាចទេប៉ុន្តែការអត់ធ្មត់នេះស្មើនឹងការគ្រប់គ្រងស្ថានភាពឬមួយក៏អ្វីទាំងអស់នឹងគឺនៅក្នុងកណ្ដាប់ដៃរបស់យើងតែម្ដងអញ្ចឹងសរុបមកវិញរាល់ការអត់ធ្មត់នឹងមិនបានធ្វើឲ្យខ្មែរខ្សោយទេគឺធ្វើឲ្យខ្មែរនឹងកាន់តែខ្លាំងជាងមុនគឺរហូតដល់មានបទឈប់បាញ់និងសម្ពាធជាច្រើនទៅលើសៀមនៅក្នុងសង្គ្រាមឈ្លានពានចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើថ្នាក់ដឹកនាំជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ